សងជីវិតមិនគិតទេការនឿយហត់កាប់បោះលីរ៉ែអំណត់រួងតែខ្ញុំខ្សត់ក្រទ្របទេវតាអើយព្រោះខ្ញុំខ្វះបុណ្យអភ័ព្វមានស្នេហ៍ក៏ពំគប់ការទុងជាប់គ្រប់ជំហានជំរជើងជាងពីពាំងដើមត្រែរួងនៅកំសត់ម្នាក់ឯងកណ្ដោយកណ្ដាយស៊ីអត់ស៊ីឃ្លៀនអធម្មជាតិដេចឡើយដាក់ទុំបំពេញថ្ងៃណាក្រខ្លះហើយជាមានផុនពីក្តីទុកខានាមកម្មករអង្គបសូមស្រីអាណិតខំច្រៀងចំរៀងជីវិតរួងអូនក្បត់ចិត្តរៀបការអូត្បូងឆាំងទុងចងដៃថ្លៃសាវ៉ាนุ่งនាមបងជាសង្សារបើអូនការហៅបងផងបានញាតសូមក្រុមនឹងជំរាបសួរទៅកាន់ប្រិយមិត្តអ្នកស្ដាប់ក្រុមមជ្ឈដ្ឋានជាពិសេសលោកយាយតាលពូនមីងដែលកំពុងតែស្ដាប់ការផ្សាយផ្ទាល់ចេញពីស្ថានីយ៍ Visu News Style FM 97.25 MHz ដែលកំពុងតែផ្សាយចេញពីក្រុងកំពង់ចាមជាទីគោរពនិងជាទីរាប់អានបាទស្វាគមន៍សាជាថ្មីនៅក្នុងកម្មវិធីនីតិដំណោះស្រាយសុខភាពរយៈពេលពេញម៉ោងនេះគឺចាប់ពីម៉ោង 11 រហូតដល់ម៉ោង 12 ថ្ងៃត្រង់បាទលោកនាងក៏តែងតែបានជួបវត្តមានរបស់ខ្ញុំបាទដានីដែលជាអ្នកសម្រួលនៅក្នុងកម្មវិធីនេះរួមជាមួយនឹងលោកគ្រូវាគ្មិនលោកគ្រូសុផាដែលតែងតែជម្រាបជូនតទៅនឹងបញ្ហាសុខភាពក៏ដូចជាតទៅនឹងចំណេះដឹងផ្នែកសុខភាពចែកជូនទៅដល់ពុកម៉ែបងប្អូនជារៀងរាល់ថ្ងៃផងដែរអង្គសូមស្រីអាណិតខំច្រៀងចំរៀងជីវិតរួងអូនក្បត់ចិត្តរៀបការអូត្បូងឆាំងទុំចងបាទហើយក៏សូមជម្រាបជូនថាកម្មវិធីនេះគឺបានការបឋមទាំងស្រុងពីក្រុមហ៊ុនរស្មីពេជ្រឥណ្ឌាដែលក្រុមហ៊ុនរស្មីពេជ្រឥណ្ឌានេះគឺបាននាំចូលនៅផលិតផលបាទអាហារបំពន់សុខភាពទៅដល់ពុកម៉ែបងប្អូនដែលមានជាបញ្ហាទាក់ទងទៅនឹងសុខភាពរ៉ាំរ៉ៃដូចជាជំងឺផ្សេងៗនោះក៏អាចបាទសាកសួរក៏ដូចជាជាវនៅផលិតផលអាហារបំពន់សុខភាពរបស់ក្រុមហ៊ុនរស្មីពេជ្រឥណ្ឌានេះយកទៅប្រើប្រាស់ផងដែរហើយក៏សូមជម្រាបជូនពីអាស័យដ្ឋានដូចជាលេខទូរស័ព្ទរបស់ក្រុមហ៊ុនរស្មីពេជ្រឥណ្ឌាក្នុងក្រុងកំពង់ចាមរបស់យើងគឺនៅផ្ទះលេខ80ភូមិទី3សង្កាត់វាវងក្រុងកំពង់ចាមខេត្តកំពង់ចាមគឺនៅផ្លូវក្រោមស្ពានគីសនាទី1បាត់ទៅខាងត្បូងនឹងប្រហែលជា300ម៉ែត្រក្រោយសាលារៀនដីដោះអញ្ចឹងទេបើសិនជាពុកម៉ែបងប្អូនមានជាបញ្ហាតាក់ទងទៅនឹងសុខភាពចង់ពិគ្រោះយោបល់ឬក៏ចង់សាកសួរព័ត៌មានលម្អិតតាក់ទងនឹងជំងឺអាការៈរោគផ្សេងៗនោះក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួន2ប្រព័ន្ធខ្សែទី1គឺ012 27 07 64បញ្ជាក់012 27 0764ខ្សែទី2 097 22 92 978បញ្ជាក់097 22 92 978ដោយក្រុមហ៊ុនក៏មាននៅម៉ាស៊ីនត្រួតពិនិត្យសុខភាពដោយស្វ័យប្រព័ន្ធតែម្ដងគឺការពិគ្រោះនិងត្រួតពិនិត្យគឺដែលឥតគិតថ្លៃអរគុណច្រើនហើយជារៀងរាល់ថ្ងៃប្រិយមិត្តក៏តែងតែបានជួបវត្តមានរបស់លោកគ្រូសុផាអញ្ចឹងទេគាត់ក៏នៅក្នុងពុទ្ធផ្សាយទៅហើយក៏សូមអនុញ្ញាតស្វាគមន៍គាត់តែម្ដងជំរាបសួរលោកគ្រូបាទជំរាបសួរបងអូនបាទសុខសប្បាយធម្មតាទេលោកគ្រូព្រឹកនេះបាទសុខទុក្ខធម្មតាទេចុះបងអូនវិញយ៉ាងម៉េចដែរបាទខ្ញុំបាទនេះគឺសុខភាពល្អក៏ដូចជាសុខសប្បាយធម្មតាទេបាទហើយបែកគ្នាប្រហែលថ្ងៃសង្ឃឹមថាតេតងទៅនឹងបាទការងារក៏ដូចជាតេតងទៅនឹងបាទក្រុមហ៊ុនរស្មីពេជ្រឥណ្ឌានឹងគឺដំណើរការល្អក៏ដូចជាមានភាពមានញឹកចំពោះអតិថិជនដែលគាត់បានមកតេតងទៅនឹងក្រុមហ៊ុនរបស់លោកគ្រូមែនទេបាទអរគុណហើយលោកគ្រូមានជាមតិអីស្វាគមន៍ដើម្បីជំរាបសួរទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានស្ដាប់នៅក្នុងកម្មវិធីយើងទេសូមគោរពអញ្ជើញលោកគ្រូបាទអរគុណបងអូនមុននឹងការចាប់ផ្ដើមខ្ញុំបាទក៏សូមលំអរកាយជំរាបសួរដល់លោកយាយលោកតាពុកម៉ែបងប្អូនដែលកំពុងតែធ្វើការតាមដានស្ដាប់នៅកម្មវិធីដំណោះស្រាយសុខភាពបន្ទាប់ពីលោកយាយលោកតាពុកម៉ែបងប្អូនបានបំពេញការងារយ៉ាងសស្រាក់សស្រាំអស់
រយៈពេលមួយព្រឹកមកនេះហើយស្មាននេះផងដែរគឺជាពេលវេលាដែលលោកយាយលោកតាពុកម៉ែបងប្អូនកំពុងតែទទួលទានអាហារផងដែរបាទហើយក៏មានលោកយាយលោកតាពុកម៉ែបងប្អូនមួយចំនួនគាត់ក៏ទទួលទានហើយខ្លះទៀតក៏មិនទាន់បានទទួលទានផងដែរហើយក៏សូមជូនពរគាត់នឹងគឺការបរិភោគអាហារថ្ងៃនេះគឺសូមឲ្យទទួលបាននៅរសជាតិដ៏ឆ្ងាញ់និងមានសុភមង្គលនៅក្នុងគ្រួសារផងដែរហើយតកតងនឹងសុខភាពគឺជាកត្តាដែលសំខាន់ជាពិសេសគឺរដូវកាលនេះគឺជារដូវកាលដែលយើងប្រកបមុខរបរជាពិសេសគឺស្រែចម្ការមិនអញ្ចឹងទេបងប្អូនបាទអញ្ចឹងបើសិនជាលោកយាយលោកតាពុកម៉ែបងប្អូនមានបញ្ហាសុខភាពជាក់ច្បាស់គឺมันបានទៅធ្វើការស្រែចម្ការនោះទេហើយថ្ងៃនេះផងដែរខ្ញុំបានក៏សូមលើកយកនៅជំងឺមួយប្រភេទមកចែកជូនលោកយាយលោកតាពុកម៉ែបងប្អូនឲ្យបានសម្ដាប់ហើយជំងឺមួយប្រភេទនេះគឺជាជំងឺរលាកស្រោមខួរផងដែរអញ្ចឹងលោកយាយលោកតាពុកម៉ែបងប្អូនក៏គាត់ធ្លាប់បានដឹងហើយក៏ធ្លាប់បានយល់ជាពិសេសគឺបច្ចុប្បន្ននេះមានជំងឺរលាកស្រោមខួរនេះក៏មិនតិចអ្នកដែរហើយជំងឺរលាកស្រោមខួរនេះបើតាមជាលក្ខណៈនៃរោគសញ្ញាគឺឈឺក្បាលមានការឈឺក្បាលអស់កម្លាំងគ្រុនលហិតលហៃមានអារម្មណ៍ថាឈឺរោគក្អួតស្រវាំងភ្នែកញ័រខ្លួនមានអារម្មណ៍មិននឹងណោឬឧស្សាហ៍សន្លប់ជាដើមផងដែរអញ្ចឹងអាការៈបែបនេះហើយដែលសម្គាល់ថាអ្នកជំងឺគឺមានរោគសញ្ញារលាកស្រោមខួរហើយមូលហេតុបណ្ដាលនោះគឺបង្កឡើងដោយវីរុសដែលធ្វើឲ្យមានការរលាកដល់ស្រោមខួរឬខួរក្បាលនឹងត្រូវបានប៉ះទង្គិចដោយសារការគ្រោះថ្នាក់ណាមួយឬបណ្ដាលមកពីអ្នកជំងឺនឹងធ្លាប់ឈឺជំងឺផ្សេងហើយមានកម្ដៅក្នុងខ្លួននឹងឡើងខ្ពស់ពេកអាចរលាកស្រោមខួរក៏មានដែរអញ្ចឹងពុកម៉ែបងប្អូនបើសិនជាមានអាការៈដូចជាធ្លាប់ថាគ្រុនក្តៅខ្លាំងថាក៏អាចប៉ះពាល់ដល់បញ្ហារលាកស្រោមខួរផងដែរហើយមួយទៀតបើសិនជាមានការប៉ះទង្គិចក៏ដូចជាមានវីរុសក៏ដូចថាធ្វើឲ្យបញ្ហារលាកស្រោមខួរហ្នឹងកើតឡើងផងដែរហើយបន្ទាប់ពីជម្រាបជូនពីរោគសញ្ញាក៏ដូចជាមូលហេតុបង្កខ្ញុំបាទក៏សូមណែនាំនៅផលិតផលមួយប្រភេទដែលជាផលិតផលជួយព្យាបាលតាក់ទងខាងផ្នែករលាកតែម្ដងហើយជាប្រភេទផលិតផលដែលជួយផ្សះក៏ដូចជាជួយរំលាយខ្លាញ់តាមរាងកាយនិងបង្កើននូវធម៌ពលជូនលោកយាយលោកតាពុកម៉ែបងប្អូនផងដែរបាទហើយផលិតផលមួយប្រភេទនេះក៏ធ្លាប់ជម្រាបជូនលោកយាយលោកតាពុកម៉ែបងប្អូនឲ្យបានជ្រាបហើយលោកយាយលោកតាពុកម៉ែបងប្អូនខ្លះក៏បានដឹងហើយពុកម៉ែបងប្អូនខ្លះក៏ធ្លាប់បានប្រើនិងជាសះស្បើយពីជំងឺអាការៈរោគហ្នឹងក៏ច្រើនផងដែរបាទផលិតផលមួយប្រភេទនេះគឺមានឈ្មោះថាទឹកដំណក់អុកស៊ីហ្សែនអាដូស៊ីគឺជាទឹកដំណក់ដែលបានផ្សំឡើងពីសារធាតុរ៉ែរហូតដល់ទៅ78មុខនិងមានអង់ស៊ីម34មុខអាស៊ីតអាមីណូ17ប្រភេទវីតាមីននិងប្រូតេអ៊ីននិងសារធាតុធម្មជាតិជាច្រើនទៀតដែលជាការផ្សំហើយទឹកដំណក់អុកស៊ីហ្សែនអាដូស៊ីមានតួនាទីក្នុងការបង្បែកម៉ូលេគុលទឹកបានយ៉ាងលឿននិងបង្កើតឡើងនៅបរិមាណអុកស៊ីហ្សែនភ្លាមដែលមានតួនាទីក្នុងការទប់ស្កាត់ការគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងមិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយជាតិស្ករសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមរំលាយជាតិខ្លាញ់នៅក្នុងសរសៃឈាមបន្សាបជាតិពុលនៅក្នុងរាងកាយក៏ដូចជាពង្រឹងប្រព័ន្ធកោសិការាងកាយឲ្យរឹងមាំបំផ្លាញសារធាតុគីមីដែលបំពុលបំបត្តិភាពស៊ាំនៃរាងកាយទៅនឹងការប្រើប្រាស់ឱសថច្រើនទប់ស្កាត់ការរីករាលដាលនៃជំងឺកាចសាហាវ
ផ្ដល់អុកស៊ីសែនដល់រាងកាយគ្រប់គ្រាន់កាត់បន្ថយការស្ពឹកមួយចំហៀងខ្លួនឬបញ្ហាស្ពឹកមួយកំណត់ខ្លួនជួយដល់អ្នកដែលមានជំងឺគ្រុនចាញ់អ្នកដែលមានបញ្ហាស្ងួតសន្លាក់រលាកសន្លាក់ឈឺក្បាលញឹកញាប់ប្រកាំងរោគប្រគ្រីវជួយដល់អ្នកដែលមានជំងឺទាកទឹកជំងឺមៈរេញរលាកច្រមុះដុសសាច់ច្រមុះរលាកបំពង់កមានបញ្ហាសាច់ដុសនៅបំពង់កស្រវាំងភ្នែកកើតនៅអំបៅអំបែកមានបញ្ហារលាកថ្លើមឬជំងឺថ្លើមជំងឺសួតក៏ដូចជាជំងឺរលាកតម្រងនោមឬក៏បញ្ហាដូចជាជំងឺគ្រោះនៅក្នុងថង់ប្រមាត់គ្រោះនៅក្នុងតម្រងនោមផងដែរអញ្ចឹងពុកម៉ែបងប្អូនដែលធ្លាប់បានប្រើប្រាស់នៅផលិតផលប្រភេទជាអាដូស៊ីគាត់ក៏បានស្គាល់ពីគុណប្រយោជន៍ក៏ដូចជាប្រសិទ្ធភាពរបស់ផលិតផលអាដូស៊ីនេះរួចបាត់ទៅហើយក៏មានអ្នកជាដោយសារទឹកដំណក់អុកស៊ីសែនអាដូស៊ីនេះគឺមិនតិចអ្នកទេហើយថ្ងៃនេះផងដែរហើយខ្ញុំបាទក៏ចង់បង្វែរអារម្មណ៍លោកយាយលោកតាពុកម៉ែបងប្អូនហ្នឹងមកស្ដាប់នៅចម្រៀងមួយបទសូមបងប្អូនជួយចាក់បាទអរគុណច្រើនហើយបង្វែរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មើលរីរីនៅបទចម្រៀងមួយបទសិនប៉ុន្តែមុននឹងជំរាបជូនក៏ដូចជាបាទចាក់ជូននៅបទចម្រៀងនេះក៏សូមជំរាបថាបើសិនជាប្រិយមិត្តគឺជាលោកយាយតាលពូនីមីងមានជាចម្ងល់ឬក៏មានជាបញ្ហាអ្វីនោះក៏អាចទំនាក់ទំនងសួរនាំព័ត៌មានលម្អិតឬក៏ក្រៅកម្មវិធីតាមរយៈអាស័យដ្ឋានដូចជាលេខទូរស័ព្ទគឺនៅផ្ទះលេខ80ភូមិទី3សង្កាត់វាវងក្រុងកំពង់ចាមខេត្តកំពង់ចាមគឺនៅផ្លូវក្រោមស្ពានគីសនាទី1បាត់ទៅខាងត្បូងនឹងប្រហែលជា300ម៉ែត្រក្រោយសាលារៀនដីដោះបាទលេខទូរស័ព្ទសួរនាំព័ត៌មានលម្អិតមានពីរប្រព័ន្ធខ្សែទី1គឺ012 27 07 64បញ្ជាក់012 27 07 64ខ្សែទី2 097 22 92 978 097 22 92 978បង្វែរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មើលរីរីនៅបទចម្រៀងមួយបទរបស់លោកតាកែវសារ៉ាត់ដែលមានចំណងជើងថាពិសាដើមឆ្នាំផ្ញើជូនប្រិយមិត្តក្រុមអាចារ្យឋានជាពិសេសលោកយាយតាលពូនីមីងដែលកំពុងតែតាមដានស្ដាប់នៅក្នុងកម្មវិធីរបស់យើងសូមគោរពអញ្ជើញពិសាដើមឆ្នាំខ្មែរតែងចំណាំជួស្រែចំការកសិករប្រុសស្រីគ្រប់អាត្មាប្រកបកិច្ចការគ្មានខ្វល់ខ្វាយហើយប្រកបកិច្ចការគ្មានខ្វល់ខ្វាយស្រណោះលៀតលឺលឺតវ៉ៅយំអូតមានមុំប្រគំតន្ត្រីកាយព្រឹករីឆ្លងផុតដងព្រឹកព្រៃបងទឹមក្របីដឹកស្រីទៅស្រែពន្លឺព្រេចព្រេចចាំងពីដួងខាស្រអែមវាស្នេហ៍គេលើភ្លើបងហើយអើយស្រអែមវាស្នេហ៍គេលើភ្លើបងអើយស្រណោះកាយឈើក្រអូបមកមកកែកាច់មិនក្រងចងជារំយោឡាក្រឡាញ់កកងការរាជអង្ការស្រុកស្ដោកណ្ដាលរីកស្រស់ប្រាំប្រៃស្រណោះវាលស្រែធំឥតបីពីធ្លាក់ថ្មីថ្មីទៅកាត់ថ្លាខ្យងហើយអើយភ្លៀងធ្លាក់ថ្មីថ្មីទៅកាត់ថ្លាខ្យង
បងនាំអូនងូតសបាយកូនឡងក្បងទឹកលៀងខ្នងសងកុំប្រត់ណាអកុសលផលកម្មមិនទៀងទាត់តាមមកបង្រត់ឲ្យប្រត់បានហើយអើយតាមមកបង្រត់ឲ្យប្រត់បានអើយទាំងញាតសន្តាឥឡូវឃ្លាតប្រាណអណ្ដែតមកឆ្ងាយក្នុងទ្រូងអួលណែនគ្មានលហើយលហើយទុកគ្មានត្រាស្បាយសែនស្មាញស្ងប់ណាឥឡូវខ្សែមសានប្រាណហើយបានទុកតែចិត្តណាយនៅទុកជំងឺនឹកស្រុកគ្មានរសាយឡើយហើយដើម្បីកំដរលោកយាយលោកតាខ្ញុំអរទេសាបន្ទន់កាយាចូលជ្រៀងចបៃបើបានព្រៀងឆ្កងយ៉ាងម្ដេចម្ដាសូមយាយសូមតាត្រាប្រណីសូមពោទាំង5មានដល់តាយាយឲ្យសុខអើយសួស្ដីសិរីមង្គលតរៀងទៅអើយអបងអើយតនហើយខ្ញុំសូមលាហើយលាទាំងអាឡ័យតើអ្វីខ្លះទៅដែលជាការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់លោកអ្នកនៅពេលដែលលោកអ្នកមានបញ្ហាជឿជាក់ថាលោកអ្នកប្រកាសជាត្រូវការការប្រឹក្សាទាក់ទងទៅនឹងបញ្ហាសុខភាពរបស់លោកអ្នកជាពុំខានបញ្ហាសុខភាពរបស់លោកអ្នកទាំងអស់នេះក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងពិតជាអាចជួយលោកអ្នកបានមិនធ្វើឲ្យខកបំណងទេក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងបាននាំចូលនៅអាហារបំពន់ជាច្រើនប្រភេទសុទ្ធសឹងតែមានគុណភាពល្អជាពិសេសសារាយសមុទ្រសុន 100% Blue Bio Spirulina មានគុណភាពជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយជួយធ្វើឲ្យរាងកាយមានសកម្មភាពឡើងវិញជួយរក្សាលំនឹងជាតិអាស៊ីតនៅក្នុងរាងកាយជួយជំរុញបង្កើននូវការរំលាយអាហារជួយជំរុញបង្កើនការចងចាំជួយជួសជុលដល់ភ្នាសរបស់កោសិកាជួយកាត់បន្ថយវ័យចំណាស់ជួយបំបត្តិស្រេសនិងបំពន់ជីវជាតិដែលខ្វះខាតក្នុងរាងកាយថែមទាំងបណ្ដេញជាតិពុលនៅក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព Winter គឺជាអាហារបំពន់សុខភាពដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់រាងកាយមនុស្សគ្រប់វ័យព្រោះវាត្រូវបានផ្សំឡើងដោយបរិមាណក្លរ៉ូហ្វីលរហូតដល់ទៅ100ដងបើប្រៀបធៀបទៅនឹងរុក្ខជាតិបៃតង Winter សម្បូរទៅដោយវីតាមីនជាច្រើនប្រភេទដូចជាប្រូតេអ៊ីនអង់ស៊ីមអាស៊ីតអាមីណូនិងសារធាតុរ៉ែជាច្រើនប្រភេទដែលនៅក្នុងសរីរាង្គកាយត្រូវការចាំបាច់ក្រោយពីការទទួលទានម្សៅ Winter អាចធ្វើឲ្យលោកអ្នកថយចុះនៅកម្រិតជាតិអាស៊ីតដែលកំពុងឡើងខ្លាំងជួយលាងសម្អាតនៅកាកសំណល់ចាស់ៗដែលមាននៅក្នុងពោះវៀនលាងសម្អាតកោសិកាឈាមជួយដល់ប្រព័ន្ធរំលាយអាហារសម្រួលដល់ការដកដង្ហើមបង្កើតអុកស៊ីសែនក្នុងឈាមផ្សះក្រពះផ្សះដំបៅផ្សេងៗនៅក្នុងរាងកាយនិងដំបៅដោយសារជំងឺគ្រប់ប្រភេទមានទាំងផលិតផលដំណក់ទឹកអុកស៊ីសែនដំណក់ទឹកអុកស៊ីសែនគឺជាដំណក់ទឹកដែលបានផ្សំឡើងពីសារធាតុរ៉ែ78មុខអង់ស៊ីម34មុខអាស៊ីតអាមីណូ17ប្រភេទ
វីតាមីន ប្រូតេអ៊ីន និងសារធាតុរ៉ែធម្មជាតិជាច្រើនមុខទៀតដំណក់ទឹកអុកស៊ីសែនមានតួនាទីក្នុងការបំបែកម៉ូលេគុលទឹកបានយ៉ាងលឿនជាទីបំផុតនិងបង្កើននៅបរិមាណអុកស៊ីសែនភ្លាមៗដែលមានតួនាទីក្នុងការទប់ស្កាត់ការគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងតើលោកអ្នកចង់ឲ្យបញ្ហាសុខភាពរបស់លោកអ្នកកាន់តែទ្រុឌទ្រោមមែនទេជឿជាក់ថាពិតជាមិនចង់ដូច្នេះដើម្បីឲ្យសុខភាពរបស់លោកអ្នកកាន់តែរឹងមាំសូមកុំភ្លេចអញ្ជើញទៅពិគ្រោះយោបល់នៅក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងផ្ទះលេខ80សង្កាត់វាលវង្សទីរួមខេត្តកំពង់ចាមផ្លូវក្រោមស្ពានគីសូណាទី1ខាងត្បូងស្ពានចម្ងាយ200ម៉ែត្រនៅខាងឆ្វេងដៃបញ្ជាក់គឺនៅខាងក្រោយសាលាដីដោះព័ត៌មានលម្អិនតាក់ទងទូរស័ព្ទលេខ012 270 764 097 229 2978សុខភាពគឺជាកត្តាចម្បងមានទ្រព្យក៏ប្រសើរក៏មិនស្មើមានសុខភាពល្អយើងដូចឈាមក្នុងនាមជាកម្មករត្បូងដែលរៀបប្រាថ្នាជាភូមិបាយស្បែងរុងរកកណ្ដៀងអកាញ់ច្រែជាប់ដៃក្រោមថ្ងៃនឹងភ្លៀងដៃវារៀងរកកណ្ដៀងច្រៀងតែបាយកាញ់ចប់សងជីវិតមិនគិតទេបាទលោកនាងនឹងប្រិយមិត្តស្ដាប់ជាទីមេត្រីបទចម្រៀងមួយបទពិសាដើមឆ្នាំរបស់លោកតាកែវសរ៉ាតមួយបទហ្នឹងក៏បានផ្សព្វផ្សាយពីរំប្រិយមិត្តស្ដាប់បាត់ទៅហើយបាទលោកនាងកំពុងតែតាមស្ដាប់នៅក្នុងកម្មវិធីនីតិដំណោះស្រាយសុខភាពដែលបានការបឋមពីក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងអរគុណហើយបើសិនជាពុកម៉ែបងប្អូនមានជាតេតទៅនឹងចម្ងល់ក៏ដូចជាតេតទៅនឹងការរ៉ារូបផ្សេងតេតទៅនឹងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនោះកុំភ្លេចតាមស្ដាប់កម្មវិធីរបស់យើងខណៈពេលនេះរហូតដល់ម៉ោង12ថ្ងៃត្រង់ឬក៏ចង់សាកសួរពីគ្រូយោបល់បាទបន្ថែមក្រៅកម្មវិធីនោះក៏អាចទំនាក់ទំនងសួរនាំព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទគឺនៅបាទពីប្រព័ន្ធខ្សែទី1គឺ012 27 07 64បញ្ជាក់012 27 07 64ខ្សែទី2 097 22 92 978បញ្ជាក់097 22 92 92 978ដែលក្រុមហ៊ុនក៏មាននៅម៉ាស៊ីនត្រួតពិនិត្យសុខភាពដោយស្វ័យប្រវត្តិតែម្ដងគឺការពិគ្រោះនិងត្រួតពិនិត្យនៅទីនោះគឺដែលឥតគិតថ្លៃផងដែរអរគុណក៏សូមផ្ដល់ទូនទីទៅកាន់លោកគ្រូដើម្បីជម្រាបជូនជាបន្តទៅទៀតតកតងទៅនឹងផលិតផលក៏ដូចជាតកតងទៅនឹងចំណេះដឹងផ្នែកសុខភាពបាទអរគុណបងប្អូនបន្ទាប់ពីលោកយាយលោកតាពុកម៉ែបងប្អូនបានសម្ដាប់ទៅចម្រៀងមួយបទរបស់លោកតាកែវសរ៉ាតគិតថាពុកម៉ែបងប្អូនប្រហែលជាបានធូរស្បើយពីអាការៈរោគមួយចំនួនផងដែរហើយខណៈពេលនេះខ្ញុំបានក៏សូមលើកយកពីបញ្ហាសុខភាពមួយប្រភេទផងដែរគឺជាជំងឺទឹកនោមផ្អែមហើយតាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមហ្នឹងគឺកើតឡើងទៅលើប្រជាជនជាច្រើននៅលើពិភពលោកផងដែរហើយប្រទេសកម្ពុជាយើងក៏មាននៅជំងឺទឹកនោមផ្អែមនេះផងដែរហើយជំងឺទឹកនោមផ្អែមនេះតែងតែធ្វើទុកបុកម្នេញចំពោះលោកយាយលោកតាក៏ដូចជាអ៊ំស្រីអ៊ំប្រុសលោកពូអ្នកមីងជំងឺទឹកនោមផ្អែមនេះភាគច្រើនកើតនៅវ័យចាប់ពីពាក់កណ្ដាលឡើងទៅហើយជំងឺទឹកនោមផ្អែមនេះគឺមានអាការៈរោគគេថាដូចជានោមញឹកញាប់ច្រើននៅពេលយប់តែម្ដងហើយស្រកទម្ងន់ឬឡើងទម្ងន់ចង្កាលទៅធ្វើឲ្យមានទម្ងន់ហ្នឹងគឺឡើងចុះមិនប្រក្រតីទេស្រេកទឹកខ្លាំងព្រិលភ្នែកស្ពឹកដៃជើងអស់កម្លាំងចង់ដឹងច្បាស់សូមលោកយាយលោកតាមកធ្វើការពិនិត្យជាតិស្ករនៅក្នុងឈាមជាធម្មតាគឺឈាមមនុស្សយើងគឺកម្រិតឈាមតែនៅកម្រិតជាតិស្ករនៅក្នុងឈាមគឺចំនួនធម្មតាគឺ70ទៅ110ហើយមូលហេតុនោះគឺបណ្ដាលឲ្យមានជំងឺទឹកនោមផ្អែមគឺដោយសារលំពែងខ្សោយធ្វើឲ្យការបញ្ចេញអរម៉ូនអាំងស៊ូលីនហ្នឹងដើម្បីគ្រប់គ្រងជាតិស្ករហ្នឹងវាអត់បានគ្រប់គ្រាន់ហើយធ្វើឲ្យបរិមាណជាតិស្ករហ្នឹងឡើងខ្ពស់
ហើយខ្វះនៅវីតាមីនទៅបំពន់លំពេងទើបធ្វើឲ្យលំពេងហ្នឹងគឺខ្សោយបាទហើយចំពោះដើម្បីចង់ដឹងថាជាតិស្ករឡើងឬចុះហ្នឹងពុកម៉ែបងប្អូនអាចទៅធ្វើការពិនិត្យហើយបើសិនជាមានអាការៈរោគដូចជានោមញឹកញាប់នៅពេលយប់អីហ្នឹងសូមកុំភ្លេចបាទគឺផ្ដោតការសង្ស័យហើយធ្វើការពិនិត្យនិងដើម្បីជាការបង្ការនិងធ្វើការព្យាបាលឲ្យទាន់ពេលវេលាថាជិះវៀងនៅជំងឺធ្ងន់ហើយបានយើងទៅធ្វើការព្យាបាលនោះនេះធ្វើឲ្យលោកយាយលោកតាពុកម៉ែបងប្អូននឹងចំណាយពេលវេលាយូរហើយក៏ធ្វើឲ្យខាតបង់ទាំងថវិកាផងដែរហើយចំពោះក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងគឺជាក្រុមហ៊ុនមួយដែលបាននាំចូលនៅផលិតផលជាច្រើនប្រភេទដើម្បីមកព្យាបាលក៏ដូចជាការការពារជំងឺពុកម៉ែបងប្អូននឹងឲ្យជៀសផុតនេះពីបញ្ហាអស់ទាំងនឹងហើយពុកម៉ែបងប្អូនក៏បានដឹងដែរថាកាលណាដែលយើងមានអាការៈរោគមិនស្រួលជាពិសេសដូចជាជំងឺទឹកនោមផ្អែមអីជាដើមគឺធ្វើឲ្យយើងបាត់បង់នៅសុភមង្គលនៅក្នុងគ្រួសារផងដែរឬក៏ធ្វើឲ្យខាតលុយខាតកាក់ខាតទាំងពេលវេលាសម្រាប់ជាការមើលថែហើយបើសិនជាយើងដឹងថាមានបញ្ហាសុខភាពកុំភ្លេចគឺធ្វើការព្យាបាលហើយការព្យាបាលនេះផងដែរគឺត្រូវរកកន្លែងដែលសមស្របដើម្បីព្យាបាលសុខភាពរបស់លោកយាយលោកតាជៀសផុតពីបញ្ហាផ្សេងផងដែរដូចជាក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងគឺជាក្រុមហ៊ុនដែលបាននាំចូលនៅផលិតផលអាហារបំពន់ដោយស្របច្បាប់និងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរបស់លោកយាយលោកតាពុកម៉ែបងប្អូនផងដែរហើយពេលនេះផងដែរខ្ញុំបានក៏ចង់ណែនាំពីផលិតផលមួយប្រភេទដើម្បីឲ្យលោកយាយលោកតាពុកម៉ែបងប្អូននឹងស្គាល់មួយទៀតគឺមានឈ្មោះថា Blue Bio Spirulina ហើយ Blue Bio Spirulina នេះគឺមានសារធាតុផ្សំជាច្រើនហើយជាសារធាតុដែលសំខាន់នៅក្នុងរាងកាយរបស់លោកយាយលោកតាពុកម៉ែបងប្អូនផងដែរគឺមានអាស៊ីតអាមីណូចំនួន8ប្រភេទសំឡើងពីសារធាតុរ៉ែច្រើនប្រភេទនិងមានសារជាតិដែកជាតិស័ង្កសីមានសារធាតុសេលេនីមម៉ាញ៉េស្យូមកាល់ស្យូមប៉ូតាស្យូមកាបូនអ៊ីដ្រាតប្រូតេអ៊ីនខ្ពស់និងមានផ្សំឡើងពីអង់ស៊ីមមានវីតាមីន B1 B2 B3 និងវីតាមីន B6 និង B12 និងមានសារធាតុ chlorophyll សារធាតុ phycocyanine និងសារធាតុ xanthophyll ជាតិអាល់កាឡាំង 100% និងមាន beta carotene និងមានសារធាតុ polysaccharide ផងដែរចឹងសារធាតុអស់ទាំងនេះគឺជាសារធាតុមួយដែលរាងកាយរបស់លោកយាយលោកតាពុកម៉ែបងប្អូនជាដែលត្រូវការជាចាំបាច់ផងដែរហើយលក្ខណៈពិសេសរបស់ Blue Bio Spirulina គឺទទួលទានចំនួន2គ្រាប់កន្លះគឺស្មើនឹងយើងទទួលទានបន្លែផ្លែឈើនឹងស្រស់ចំនួន1គីឡូក្រាមផងដែរហើយវាមានគុណប្រយោជន៍ជាច្រើនជួយបណ្ដេញជាតិពុលយ៉ាងមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធការពាររាងកាយមិនឲ្យពពួកមេរោគក៏ដូចជាវីរុសផ្សេងហ្នឹងតោងចាប់បានធ្វើឲ្យមានសុខភាពល្អពន្យាលភាពចាស់ជរាជួយឲ្យមានថាមពលនៅក្នុងរាងកាយបំបត្តិ stress មូម៉ៅនិងអស់កម្លាំងប្រឆាំងនឹងវិសុសកម្មបង្កើនការផលិតគ្រាប់ឈាមនៃខួរឆ្អឹងសម្រួលសម្ពាធឈាមរំលាយខ្លាញ់នៅក្នុងឈាមនិងធ្វើឲ្យជាតិស្ករនៅក្នុងឈាមនឹងមានលំនឹងធ្វើឲ្យការបញ្ចេញអាស៊ីតនៅក្នុងក្រពះនឹងវិលទៅរកភាពប្រក្រតីវិញជួយដល់ការរំលាយអាហារបង្កើនការចងចាំជួយដល់អ្នកដែលមានជំងឺរលាកថ្លើមជួយសម្រកទម្ងន់ជួយឲ្យមានតុល្យភាពនៅក្នុងរាងកាយជួយថែរក្សាស្បែកសក់និងសម្រស់មិនតែប៉ុណ្ណោះទេគឺវាមានតួនាទីច្រើនទៀតក្នុងការព្យាបាលដូចជាជួយផ្សះជំងឺក្រពះពោះវៀនជួយដល់អ្នកដែលមានជំងឺទល់លាមកជួយដល់បញ្ហារលាកថ្លើមជំងឺប្រកាំងជំងឺទឹកនោមផ្អែមជំងឺបេះដូងជំងឺកង្វះឈាមក្រហមជួយដល់អ្នកដែលមានជំងឺលើសឈាមជំងឺសន្លាក់ជំងឺរលាកសួតជំងឺរឹសដូងបាតនិងជំងឺ stress
ជំងឺសរសៃប្រសាទផងដែរចឹងលោកយាយលោកតាពុកម៉ែបងប្អូនបានជ្រាបហើយពីអត្ថប្រយោជន៍ក៏ដូចជាសារធាតុផ្សំរបស់ផលិតផល Spirulina ដែលបាននាំចូលដោយក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងហើយផលិតផលទាំងនេះគឺមានតែនៅក្នុងក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងតែមួយប៉ុណ្ណោះបាទហើយបន្ទាប់ពីលោកយាយលោកតាបានសម្ដាប់នៅឈ្មោះផលិតផលមួយប្រភេទនេះក៏ដូចជាបានដឹងអំពីបញ្ហាជំងឺទឹកនោមផ្អែមខ្ញុំបាទក៏សូមឲ្យបង្វែរអារម្មណ៍លោកយាយលោកតាហ្នឹងមកស្ដាប់នៅបទសម្ភាសន៍មួយផងដែរដែលនឹងរៀបចាក់ជូនដោយបងអូនប្រុសដានីផងដែរបាទបាទអរគុណច្រើនហើយក៏សូមបាទបង្វែរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មកតាមដាននៅកិច្ចសម្ភាសន៍ដែលបាទក្រុមការងាររបស់យើងបានសម្ភាសន៍ទៅកាន់បាទប្រិយមិត្តវិទ្យាអតិថិជនដែលគាត់ប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងថាតើពិតប្រាកដច្បាស់លាស់យ៉ាងណានោះក៏សូមតាមដានស្ដាប់កម្មវិធីរបស់យើងរៀបចំជូនដូចតទៅសួរបានចាឡូបាទជំរាបសួរបងបាទអរគុណចាបាទសូមស្គាល់ឈ្មោះបងបាទខ្ញុំមកឈ្មោះអ៊ុយសៀងហៅបាទអ៊ុយសៀងហៅបាទអរគុណហើយអ្នកបងសូមស្គាល់ទីតាំងអ្នកបងផងបាទខ្ញុំនៅភូមិសៃវ៉ាឃុំព្រៃក្តៅឃុំព្រៃផ្ដៅខេត្តតាកែវទៀតណាចាបាទឮដំណឹងថាបងបានប្រើផលិតផលពីក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងហើយខ្ញុំបាទចង់ដឹងពីប្រវត្តិជំងឺអ្នកបងពីដំបូងថាអ្នកបងមានជំងឺអ្វីដែរបងខ្ញុំដំបូងខ្ញុំលើសឈាមមកពូបាទឈាមបាទចាលើសឈាមឡើងដល់26ឡើង26ចាហើយងាប់ដៃខ្លាំងមែនតើបាទងាប់ដៃងាប់ជើងជាងខ្លួនអញ្ចឹងបាទចាហើយខ្ញុំរយៈពេល75ឆ្នាំបាទចាហើយកូនវាទៅដើរមើលគ្រប់ពេទ្យអស់ពេញពេទ្យសម្ដេចទៅសងឲ្យសងចឹងវាសរុបទៅហើយចូល3លាន30000ក៏3លាន30000 ដុល្លារចាបាទ$30,000ជិត$30,000បាទដល់ពេលហើយទៅខ្ញុំមកចិត្តថានៅដើរកាន់ទីជាប់ចឹងណាបាទចានៅដើរកាន់ទីជាប់ចឹងវាអត់ស្រួលហើយចេះទាញសើដល់ពេលហើយខ្ញុំចេះដេកស្ដាប់តាមរឌីយោចឹងគ្រប់ផលិតផលថាស្ដាប់ទៅតាមដានដូចជារស្មីពេជ្រកណ្ដៀងបានដើរថាជំងឺអីក៏ទៅចាំចឹងខ្ញុំនឹកឃើញថាចង់ប្រាប់កូនប្រាប់ប្តីស្អីអីយ៉ាងថាខ្ញុំចង់ទៅកន្លែងពេទ្យមួយទៀតទៅកន្លែងក្រុមហ៊ុនហ្នឹងណាបាទបើសិនណាទៅកន្លែងក្រុមហ៊ុនហ្នឹងបើខ្ញុំអត់ជាទេហើយមិនបាច់យកមកទៅពេទ្យទេហើយមើលអត់ប៉ុណ្ណឹងណាបាទន័យថាអ្នកបងដាក់កំណត់ជាលើកចុងក្រោយណាទៅក្រុមហ៊ុនចាជាលើកចុងក្រោយហើយតែទៅពេទ្យនឹងជាចុងក្រោយរបស់ខ្ញុំហ៎បាទចាហើយតែចឹងបើថាមកឈឺអត់បាត់ទេមិនបាច់ចតនាទៀតទេកំតែនឹងម្ដងទៀតចប់ត្រឹមហ្នឹងចាតែខ្ញុំក៏ទៅនឹងទៅដំបងអត់ទៅជឿគ្រូបាទឃើញថាទៅច្រើនមុខពេកចឹងបាទចាត្រូវច្រើនមុខពេកខ្ញុំខាងវាអត់ជាប៉ុន្តែសាកមើលអស់មកកដោហើយខ្ញុំគិតថាសាកប៉ុណ្ណឹងអស់ប្រហែលទៀតទេបាទចឹងចាហើយដល់ពេលហើយខ្ញុំតាមប្រាប់លោកគ្រូចឹងលោកគ្រូពិនិត្យឲ្យចឹងទៅវាតែយកមកហូបទៅវាឃើញមានសិទ្ធិភាពមែនលោកគ្រូបាទប្រសិទ្ធភាពចាប់ពីថ្ងៃទីប្រហែលមកទៅចាប្រសិទ្ធភាពវាចាប់ពីថ្ងៃទីប្រហែលដែលបងដឹងខ្ញុំមកហូបកន្លះខែជាងបាទកន្លះខែមិនដឹងចាជាងកន្លះខែមិនដឹងព្រោះអីខ្ញុំយកថ្នាំមកអាចំណាក់ទឹកអុកស៊ីសែនហ្នឹងបាទចាំតបានតាពីចំណាក់ទឹកពីចំណាក់ថ្ងៃត្រង់ពីចំណាក់ថ្ងៃស្អែកឡើង3ចំណាក់ស្រាប់ធ្វើមកធ្វើមុខយកបើខ្ញុំដល់តែសួរលោកគ្រូថាថ្នាំធ្វើឲ្យបន្ថយបាទខ្ញុំនឹកឃើញដែរថ្នាំមិនដាធ្វើតែងាប់ទេចង់ឈ្នះចឹងខ្ញុំសុខចិត្តហូបឲ្យទៅគ្រប់8ចំណាក់ហ្មងបាទចាគ្រប់8ចំណាក់ទៅថាវាអត់ទៅទុកអីលោកគ្រូបាទតែតិចឈឺតែនេះតិចឈឺទៅនោះវាឈឺតែដេញហូកបាទចាដេញចុះមកវាឈឺតែកដៃក៏ជើងតើរួចពេលជាហូបជាងទៀតទៅដល់ឆ្នាំហ្នឹងវាបដៅផលហើយខ្ញុំដើរជាជាប់ទៅលោកគ្រូ
ខ្ញុំមានដើរអត់ជាប់ហ្នឹងខ្ញុំដើរជាប់ណា បាទពីមុនកាន់ឈើច្រត់ទេ ចា កាន់ឈើច្រត់ហ្នឹងដើរបានមុំនេះឬក៏នៅកាន់ទប់ឬក៏ដើរកាន់ឲ្យលំបាក កាន់ដើរទប់ហ្នឹងគ្រូហើយដល់ពេលខ្ញុំហូបវិញគ្រូជំងឺខ្ញុំមិនច្រើនមុខដែរតែ បាទ ខ្ញុំថាតែអាចជាទេ ឈឺអីខ្លះច្រើនមុខបង ខ្ញុំឈឺឥឡូវឈាមទាំងផងហើយខ្លាញ់ខ្ញុំបេះដូងហើយពុកឆ្អឹង បាទ ហើយទឹកនោមផ្អែមលោកគ្រូវាដូចថាមិនទាំងក្រឹបហ្មងណា បាទ សូមឲ្យតែកូនចៅមកតាំងម៉ែឯងមើលណាទៀតទៅអស់បាត់ភាពហើយមើលហ្នឹងហើយម៉ែឯងចានៅចង់ដើរហើយថាម៉ែអ្នកឈឺពិបាកណាកូនមិនស្រួលទេ បាទ អាចជំងឺខ្ញុំច្រើនមកពេលឲ្យកូនតាំងម៉ែទៅមើលណាទៀតទៅប៉ុណ្ណឹងហើយបានហើយបាទបាត់ទៀតតែអត់ទេម៉ែចាំទៅដល់ពេលខ្ញុំទៅថាអត់ជឿលោកគ្រូទេច្រើនមកទៅពេលយីទៅត្រូវទៅមុខពេកខ្ញុំថាអត់ជឿលោកគ្រូដល់ពេលហើយយកមកហូបទៅវាត្រូវមែនលោកគ្រូ ដំបងអត់ជឿពីពូច្រើនមុខពេកមែន ចុះអើយដូចពុកឆ្អឹងហ្នឹងគ្រូឲ្យឈឺសង្ងាប់ហើយឥឡូវបានបាត់ឆ្អឹងលែងទៅឈឺពាក់ខ្សែក្បាត់លោកគ្រូចាអាខ្សែក្បាត់គេហែងនេះព្រួលហ្នឹងខ្ញុំពាក់អបានពុយដែរ អូពីមុនពាក់ខ្សែក្បាត់អមនឹងចកេះហ្នឹង ចាពាក់អផ្សេងគេហ្នឹងជិះម៉ូតូអីក៏ពិបាកដែរដុកទីគេខ្នំតែតែបាត់ឆ្អឹងហើយអង្គុយយើងទៅបន់ទៅអង្គុយស្ដាប់លោកទេក៏បាក់អង្គុយទេ បាទ តែឥឡូវខ្ញុំតាមចិត្តទីម៉ូតូតាមចិត្ត បាទអញ្ចឹងបានន័យថាសប្បាយចិត្តមែនទែនសប្ងៃនេះណា ចាឥឡូវស្អាតចិត្តគ្រូបុនមែនតើ បើសិនជាប្រៀបធៀបទៅនៅសល់ប្រហែលជាប្រមាណភាគរយទៀតណាបង ឥឡូវអើយបើនិយាយគឺថាចាំណាច់អាយនៅកណ្ដាលតែពេលហែងតិចទូច ពីហើយទី បើតាមពិនិត្យព្រឹកមិញដូចជានៅកាពះមិនតិចនៅឆ្អឹងមិនតិចក្រៅពីនេះដូចជាអស់ហើយបើដើរមកសោយយ៉ាងរំភើយហើយជូនភីមកពី3នាក់ទៀតអញ្ចឹងថាកុំចង់ភ្នាល់ឡើយបង ចាខ្ញុំតាមថាលោកគ្រូចេះតាំងតែលោកគ្រូជួយពីវិធីតាមលោកគ្រូតែបានលុយណាជួយវិធីគឺបើខ្ញុំអត់ជឿមែនទេបង ចាឥឡូវជូតអត់ចឹង ឥឡូវជឿ 100% មកគួយ អរគុណ ខ្ញុំអត់ទាន់ហ៊ានលើហូបថ្នាំពេទ្យទេខ្ញុំយកមកពូនចង់ដាក់ផ្សោតថាខ្ញុំហូបថ្នាំហ្នឹងចាំមើលបាត់អត់ហូបថ្នាំពេទ្យទេណាថ្នាំឈាមថ្នាំតពោផ្អែមខ្ញុំអត់ហូបដែរ បាទ បើសិនជាហូបលាយគ្នាមិនដឹងថាជឿដោយមុខណាមួយដោយថ្នាំណាមួយទេណា ចាយើងហូបលេងគ្នាដឹងហើយ អត់ដឹងទេ ហើយចាឲ្យខ្ញុំទៅណាលោកគ្រូខ្ញុំវាស់ហើយអរិញជួយចិត្តកខ្ញុំមើលវា388 បាទចា388ហើយរួចចាឈាមខ្ញុំហ្នឹងវា21តែខ្ញុំទៅណា បាទ ចាហើយដល់ពេលខ្ញុំអត់ហូបថ្នាំពេទ្យខ្ញុំសាកមើលដល់ពេលគឺថាអស់មួយខែអញ្ចឹងខ្ញុំទៅជួសចិត្តកមើល បាទ ចិត្តកមកចុះនៅ130 បាទ ចាហើយដល់ពេលយើងមើលឈាមនៅសល់តែ14នេះ បាទ ចឹងលោកគ្រូចាដល់ខ្ញុំយកមកខែទី2ទៀតចាប់ទៅហូបអស់ខ្ញុំទៅជួសឈាមដល់95ឥឡូវ បាទឥឡូវស៊ូថយក្រោយវិញប្រើបានប្រហែលខែហើយ ខ្ញុំប្រើបាន2ខែ3ខែទាំងយកមកតាទៅតែអត់បានហូបទេ តែបាន2ខែទេ ចា ហើយជំងឺជាអស់ហើយ 4ខែ ហើយអស់លុយប្រហែល2ខែហ្នឹង ចាហើយម្ដងអស់123 បាទដល់2ដង ចា2ដង146 246 ពីចិត្ត 30000 មកអស់ចិត្ត 300 ចំណាយលុយចិត្ត 30000 អត់ ហើយចុងក្រោយនឹងមានពាក្យពេចន៍អីបងដែលសារពេលវេលាយើងខ្លីហើយគិលត្រឡប់ថយក្រោយ ចាខ្ញុំចង់ផ្ដាំបងប្អូនយើងដែលមានជំងឺឈឺដូចខ្ញុំអញ្ចឹងណា បាទ នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងសូមឲ្យគាត់អញ្ជើញតាក្រុមហ៊ុននៅទីកណ្ដៀងទៅដឹងបាត់ហើយ បាទ ខ្ញុំជឿហើយ ដឹងបាត់ក៏ដឹងតែជា មែនចាបាត់ពិតប្រកបហ្មងអត់មានភូតអត់មានខកអី បាត់ហ្មងមែនជាបាត់តែម្ដង ហើយឥឡូវលោកគ្រូហើយអ្នកចង់ឲ្យខ្ញុំជូនទៅច្រើនគ្នាឥឡូវ បាទបងអាចជម្រាបពីលេខទូរស័ព្ទជូនពុកម៉ែបងប្អូនយើងដែលគាត់ចង់សួរនាំជាមួយបងដោយផ្ទាល់បន្ថែមទៀតបានទេបង បានលោកគ្រូ បាទអញ្ចឹងបងសូមអញ្ជើញ ចាលេខទូរស័ព្ទខ្ញុំ097 បាទ 47 47 46 បាទ 46
បាទ097 47 បងណាបាទអរគុណហើយចុងបញ្ចប់ខ្ញុំក៏សូមថ្លែងអំណរគុណបាទយ៉ាងជ្រាលជ្រៅចំពោះបងស្រីសៀងហៅបាទនៅខាងផ្សារសេវាខេត្តតាកែវបាទដែលបានចំណាយពេលវេលាក្នុងការចូលរួមប្រតិបត្តិសម្ភាសបាទដើម្បីចែកនៅព័ត៌មានពិតទាំងនេះគឺជូនពុកម៉ែបងប្អូនយើងដែលលោកកំពុងតាមដានស្ដាប់សូមឲ្យបងមានសុខភាពល្អហើយសុភមង្គលក្នុងគ្រួសាររតែទៅចាស់ទៅចង់ឡើងហើយជំងឺដែលសល់តែតិចតួចហ្នឹងគឺសូមឲ្យជាក្នុងខែហ្នឹងតែម្ដងទៅបាទព្រោះថាបានជាវព្រឹកមិញចូលខែទី3ហើយណាបងណាចាសាធុវិញអរគ្រូបាទហ្នឹងហើយថ្ងៃក្រោយកុំចង់ភ្នាល់បាទអញ្ចឹងសូមថ្លែងអរគុណច្រើនណាបងចាបាទជំរាបលាជូនបងសំណាងល្អបងបាទយើងដូចឈាមក្នុងនាមជាកម្មករត្បូងដែលរៀបប្រាខ្លះជាភងបាទអរគុណច្រើនហើយលោកនាងជាលោកជ័យតាលពូនមីងក៏បានជ្រាបហើយតើតើនឹងបទសម្ភាសរបស់បាទអ្នកមីងម្នាក់ដែលគាត់មិនជាជំងឺណាបាទហើយក៏គាត់បានបាទទទួលទានតើតើនឹងផលិតផលរបស់ក្រុមហ៊ុនរស្មីពេជ្រចន្ទៀងហ្នឹងក៏បានជាសះស្បើយដោយគោលបំណងរបស់គាត់ចឹងទេបើសិនជាពុកម៉ែបងប្អូនមានជាចម្ងល់ឬក៏មានជាបញ្ហាផ្សេងតើតើនឹងសុខភាពក៏ដូចជាតើតើនឹងបញ្ហាការរ៉ាវរោគរបស់បងប្អូនប្រជាពលរដ្ឋនោះបាទអាចសាកសួរព័ត៌មានលម្អិតតាមរយៈសាយដ្ឋានដូចជាលេខទូរស័ព្ទរបស់ក្រុមហ៊ុននោះគឺនៅផ្ទះលេខ80ភូមិទី3សង្កាត់វាលវងក្រុងកំពង់ចាមខេត្តកំពង់ចាមគឺនៅផ្លូវក្រោមស្ពានគីសនាទី1បាទទៅខាងត្បូងនោះប្រហែលជា300ម៉ែត្រក្រោយសាលារៀនដីដោះបាទលេខទូរស័ព្ទសួរនាំព័ត៌មានលម្អិតក្រៅកម្មវិធីមាន2ប្រព័ន្ធខ្សែទី1គឺ012 27 07 64ខ្សែទី2 097 22 92 978ដោយក្រុមហ៊ុននឹងក៏មាននៅម៉ាស៊ីនត្រួតពិនិត្យសុខភាពដោយស្វ័យប្រវត្តិតែម្ដងដែលអាចមើលឃើញពេញម៉ូតូរាងកាយបងប្អូនប្រជាពលរដ្ឋតើតើនឹងអាការៈរោគផ្សេងក៏ដូចជាខ្វះខាតនៅបាសារជាតិអ្វីនោះគឺការពិគ្រោះនឹងត្រួតពិនិត្យគឺដិតក៏ថ្លៃអរគុណក៏សូមផ្ដល់តួនាទីនេះទៅកាន់លោកគ្រូដើម្បីជម្រាបជូនបាទជាបន្តទៅទៀតបាទក៏សូមអរគុណបងប្អូនហើយក៏សូមជម្រាបសួរដល់លោកយាយលោកតាពុកម៉ែបងប្អូនម្ដងទៀតបាទបន្ទាប់ពីបានស្ដាប់នៅបទសម្ភាសគឺធ្វើឲ្យលោកយាយលោកតាពុកម៉ែបងប្អូនក៏ដូចជាដូចថាមាននៅទំនុកចិត្តថាក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងគឺជាក្រុមហ៊ុនមួយដែលបានព្យាបាលអាការៈរោគណាជាសះស្បើយជាច្រើនផងដែរហើយគិតថាពេលវេលាគឺថាវាខ្លីចេះតែខោចទៅបន្តិចម្ដងហើយខ្ញុំបាទក៏សូមលើកយកពីផលិតផលមួយចំនួនមកចែកជូនលោកយាយលោកតាពុកម៉ែបងប្អូនសម្រាប់បន្តទៅទៀតបាទគឺផលិតផលមួយនេះគឺមានឈ្មោះថា Ravika Weight Craft Powder ដែលជាផលិតផលដែលជាអាហារកោសិកាដែលមានពណ៌បៃតងហើយ Ravika Weight Craft Powder គឺជាផលិតផលដែលផលិតពីស្រូវសាលីមានស្លឹកដើមនិងឫសដែលបានសម្ងួតនិងកិនជាម្សៅដើម្បីឲ្យងាយស្រួលក្នុងការទទួលទានហើយពុកម៉ែបងប្អូនលោកយាយលោកតាក៏ធ្លាប់ដឹងហើយថាស្រូវសាលីហ្នឹងគឺជារុក្ខជាតិដែលប្រជាជនលើពិភពលោកហ្នឹងទទួលស្គាល់ថាជារុក្ខជាតិល្អនិងមានគុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយមនុស្សព្រោះវាមានសារធាតុសំខាន់ហួសពីការគិតសម្រាប់សុខភាពរបស់លោកយាយលោកតាដែលមានមនុស្សមិនគួរនឹងរំលងវានោះឡើយហើយអត្ថប្រយោជន៍សំខាន់នោះមានដូចជាបន្សាបអាស៊ីតលាងសម្អាតកោសិកាឈាមបំបត្តិអាការៈថប់ក្នុងការដកដង្ហើមសម្រួលចលនាឈាមរត់បំបត្តិការឈឺចុកចាប់ជាពិសេសនោះគឺផ្សះដំបៅក៏ដូចជាផ្សះឬដងបាតហើយបំបត្តិក្លិនអាក្រក់ដែលតែងតែកើតឡើងនៅក្នុងរាងកាយនិងប្រឆាំងបាក់តេរីអាក្រក់ផ្សេងផងដែរបង្កើននៅក្របឈាមក្រហមនិងជួយកម្ចាត់នៅសារធាតុពុលធ្វើឲ្យថ្លើមដំណើរការបានល្អជួយដល់ប្រព័ន្ធរំលាយអាហារបំបត្តិអាការៈរោគនៅលើស្បែកគ្រប់ប្រភេទជាពិសេស
នឹងជួយព្យាបាលជំងឺជាច្រើនទៀតផងដែរចឹងលោកយាយលោកតាគឺផលិតផល Rapika Vecra Powder នេះគឺមានតួនាទីសំខាន់ជួយដល់រាងកាយរបស់លោកយាយលោកតាផងដែរហើយមិនតែប៉ុណ្ណោះខ្ញុំបាទក៏សូមលើកយកនៅផលិតផលមួយប្រភេទទៀតគឺមានឈ្មោះថា Oxipro ហើយ Oxipro គឺជាផលិតផលដែលឈានមុខគេនៅពេលដែលយើងលាយផលិតផលនេះនៅក្នុងទឹកឬទឹកផ្លែឈើវានឹងប្រមូលផ្ដុំនិងបញ្ជូនអុកស៊ីហ្សែនក៏ដូចជាអ៊ីដ្រូសែនទៅនៅក្នុងរាងកាយហ្នឹងឲ្យកើតមានយ៉ាងឆាប់រហ័សដោយសារ Oxipro សម្បូរទៅដោយអុកស៊ីហ្សែននិងអ៊ីដ្រូសែនវាជួយឲ្យកោសិការបស់យើងនឹងផ្សំលូតលាស់សារជាថ្មីធ្វើឲ្យកោសិកាងាប់រស់ឡើងវិញបន្សាបនិងកម្ចាត់ជាតិពុលតាមបែបធម្មជាតិហើយអុកស៊ីប្រូគឺជាប្រភេទអាតូមគ្មានរ៉ាល់ឌីកាផងដែរនឹងមានអត្ថប្រយោជន៍ជាច្រើនដូចជាផ្ដល់សារធាតុចិញ្ចឹមសំខាន់ដល់រាងកាយបង្កើនកម្រិតថាមពលដល់រាងកាយផ្ដល់នៅសមាសធាតុអង់ទីប៊ីយូទិកដែលអាចកម្ចាត់នៅពពួកមេរោគក៏ដូចជាពពួកបាក់តេរីនិងពពួកផ្សិតជាដើមព្យាបាលនិងបង្កើតឡើងវិញនៅកោសិកាជំរុញការជ្រាបចូលកាន់តែប្រសើរចំពោះនៅសារធាតុវីតាមីនសារធាតុរ៉ែនិងសារធាតុផ្សេងទៀតផងដែរចឹងលោកយាយលោកតាពុកម៉ែបងប្អូនដោយពេលវេលាយើងកាន់តែខូចខ្លីផងដែរខ្ញុំបាទក៏សូមអរគុណចំពោះការតាមដានស្ដាប់របស់លោកយាយលោកតាពុកម៉ែបងប្អូននេះជាពិសេសគឺលោកយាយលោកតាដែលមានអាការៈរោគសូមកុំភ្លេចណាឧទាហរណ៍ថាបើសិនជាលោកយាយលោកតាមានអាការៈរោគឈឺតនេះមិនតិចឬតនោះមិនតិចដូចថារកកំណត់គោលដៅថាឈឺអីឲ្យមិនប្រកបនោះសូមលោកយាយលោកតាមកធ្វើការត្រួតពិនិត្យសុខភាពនៅខាងក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងដែលមាននៅម៉ាស៊ីនត្រួតពិនិត្យសុខភាពដែលអាចមើលឃើញនៅក្នុងសុខភាពរបស់យើងនឹងរហូតដល់ទៅ32មុខនៅក្នុងរាងកាយហើយចំពោះការត្រួតពិនិត្យនិងពិគ្រោះយោបល់តាក់ទងនឹងជំងឺនេះគឺខាងក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងនេះគឺមិនតម្រូវឲ្យយកថវិកាពីលោកយាយលោកតាឡើយបាទហើយក៏សូមបកគលទួលនីតិនេះជូនវិធីកហើយផងដែរគណៈនេះបាទអរគុណច្រើនហើយបើសិនជាប្រិមិត្តជាលោកយាយតាលពូលមីងមានជាបញ្ហាតាក់ទងនឹងសុខភាពឬក៏មានជាចម្ងល់ផ្សេងនោះក៏អាចទំនាក់ទំនងសួរនាំព័ត៌មានលម្អិតឬក៏ចង់ជឿនៅផលិតផលហាមបំពន់សុខភាពរបស់ក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងដូចបានជំរាបជូនខាងលើនេះក៏អាចទំនាក់ទំនងតាមរយៈអាស័យដ្ឋានដូចជាលេខទូរស័ព្ទគឺនៅផ្ទះលេខ80ភូមិទី3សង្កាត់វាវងក្រុងកំពង់ចាមខេត្តកំពង់ចាមគឺនៅផ្លូវក្រោមស្ពានគីសណាទី1បាត់ទៅខាងត្បូងនឹងប្រហែលជា300ម៉ែត្រក្រោយសាលារៀនដីដោះលេខទូរស័ព្ទមាន2ប្រព័ន្ធខ្សែទី1គឺ012 27 07 64បញ្ជាក់012 27 07 64ខ្សែទី2 097 22 92 978បញ្ជាក់097 22 92 978ដោយក្រុមហ៊ុនក៏មាននៅម៉ាស៊ីនត្រួតពិនិត្យសុខភាពដោយស្វ័យប្រវត្តិតែម្ដងគឺការពិគ្រោះនិងត្រួតពិនិត្យគឺដោយឥតគិតថ្លៃអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់កម្មវិធីនីតិវិទ្យាសុខភាពតាំងពីចំណុចចាប់ផ្ដើមរហូតមកទីបញ្ចប់ខន្តីជាសាយរកការអធិប្បាយទៅមានការលើសលួសឬក៏ខ្វះខាតត្រង់ចំណុចណាមួយនោះក៏សូមអធិស្ឋានពីចម្ងាយផងដែរកម្មវិធីរបស់យើងក៏សូមជូនពរប្រិយមិត្តឲ្យជួបប្រទះតែសេចក្តីសុខក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារគណៈពេលនេះវត្តមានយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមជម្រាបលាកាប់កោះលីរ៉ែមណត់រួមតែខ្ញុំខ្សត់ក្រត្រប់ទេវតាអើយរូបខ្ញុំខ្វាក់បនអភ័ព្វមានស្នេហ៍ក៏បង្កប់ការទុំជាប់គ្រប់ជំហាន